សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីនៅក្នុងថ្ងៃនេះយើងនឹងនិយាយឲ្យបានស៊ីជម្រៅអំពីប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍និងមានសារៈប្រយោជន៍សំខាន់បំផុតសម្រាប់សុខភាពបុរសទាំងឡាយតើលោកអ្នកបានដឹងទេថាវត្ថុធាតុដើមនៅក្នុងផ្ទះបាយដែលងាយស្រួលរកដូចជាខ្ញីមិនមែនគ្រាន់តែជាគ្រឿងទេសដែលជួយបន្ថែមរសជាតិអាហារប៉ុណ្ណោះទេប៉ុន្តែវាក៏ប្រៀបដូចជាឱសថធម្មជាតិដែលមានគុណប្រយោជន៍ដ៏មហាសាលចំពោះសុខភាពរបស់បុរសនៅក្នុងវីដេអូនេះយើងនឹងមកបកស្រាយនិងបង្ហាញជូននូវព័ត៌មានលម្អិតពីការសិក្សាស្រាវជ្រាវផ្សេងៗដើម្បីឲ្យលោកអ្នកបានយល់ច្បាស់អំពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញីចាប់តាំងពីការជួយលើកកម្ពស់អរម៉ូនភេទប្រុសរហូតដល់ការថែរក្សាសុខភាពសាច់ដុំនិងប្រព័ន្ធបន្តពូជសូមតាមដានទស្សនារហូតដល់ចប់ណាផ្នែកទី1ខ្ញីនិងឥទ្ធិពលលើអរម៉ូនតេស្តូស្តេរ៉ូនចំណុចដំបូងគេហើយប្រហែលជាចំណុចដែលបុរសជាច្រើនចាប់អារម្មណ៍បំផុតនោះគឺសមត្ថភាពរបស់ខ្ញីក្នុងការជួយជំរុញកម្រិតអរម៉ូនតេស្តូស្តេរ៉ូនតេស្តូស្តេរ៉ូនគឺជាអរម៉ូនភេទប្រុសដ៏សំខាន់បំផុតដែលដើរតួនាទីយ៉ាងចម្បងក្នុងការអភិវឌ្ឍសាច់ដុំឆ្អឹងកម្លាំងថាមពលនិងជាពិសេសគឺចំណង់ផ្លូវភេទនៅពេលអាយុកាន់តែច្រើនកម្រិតអរម៉ូននេះនឹងចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ប៉ុន្តែដំណឹងល្អនោះគឺការសិក្សាផ្នែកវិទ្យាសាស្ត្រមួយចំនួនបានបង្ហាញពីសក្តានុពលរបស់ខ្ញីក្នុងការដោះស្រាយបញ្ហានេះតើខ្ញីជួយដោយវិធីណាទី1កាត់បន្ថយភាពតានតឹងអុកស៊ីតកម្មការសិក្សាបានរកឃើញថាខ្ញីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដូចជាជីនជូរ៉លជាដើមសារធាតុទាំងនេះជួយប្រឆាំងនឹងការបំផ្លាញកោសិកានៅក្នុងពងស្វាសដែលជាកន្លែងផលិតអរម៉ូនតេស្តូស្តេរ៉ូនដ៏ចម្បងនៅពេលដែលកោសិកាមានសុខភាពល្អការផលិតអរម៉ូនក៏ប្រព្រឹត្តទៅបានយ៉ាងមានប្រសិទ្ធភាពជាងមុនទី2បង្កើនការផលិតអរម៉ូនលូតេអ៊ីនអរម៉ូនលូតេអ៊ីនត្រូវបានផលិតនៅក្នុងខួរក្បាលហើយវាមានតួនាទីបញ្ជូនសញ្ញាទៅកាន់ពងស្វាសឲ្យផលិតតេស្តូស្តេរ៉ូនការស្រាវជ្រាវមួយចំនួនបានបង្ហាញថាខ្ញីអាចជួយជំរុញការផលិតអរម៉ូនលូតេអ៊ីននេះដែលបណ្ដាលឲ្យកម្រិតតេស្តូស្តេរ៉ូនកើនឡើងដោយផ្ទាល់ទី3ធ្វើឲ្យប្រសើរឡើងនៅចរន្តឈាមខ្ញីមានគុណសម្បត្តិជួយឲ្យប្រព័ន្ធចរាចរណ៍ឈាមដំណើរការល្អដែលមានន័យថាពងស្វាសនឹងទទួលបានអុកស៊ីហ្សែននិងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ដើម្បីដំណើរការផលិតអរម៉ូនប្រកបដោយប្រសិទ្ធភាពខ្ពស់ជាក់ស្ដែងការសិក្សាមួយដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្របានបង្ហាញថាបុរសដែលទទួលទានសារធាតុចម្រាញ់ពីខ្ញីជាប្រចាំមានការកើនឡើងនៃកម្រិតអរម៉ូនតេស្តូស្តេរ៉ូនរហូតដល់ 17% នេះគឺជាតួលេខដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ការប្រើប្រាស់ឱសថធម្មជាតិផ្នែកទី2ខ្ញីនិងសុខភាពប្រព័ន្ធបន្តពូជបុរសក្រៅពីការជួយទៅលើអរម៉ូនខ្ញីក៏មានគុណប្រយោជន៍ចំពោះប្រព័ន្ធបន្តពូជរបស់បុរសលើផ្នែកផ្សេងៗទៀតផងដែរទី1គុណភាពមេជីវិតឈ្មោលសម្រាប់បុរសដែលមានបញ្ហាទាក់ទងនឹងការមានកូនគុណភាពមេជីវិតឈ្មោលគឺជារឿងសំខាន់បំផុតសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្ញីមិនត្រឹមតែការពារកោសិកាផលិតអរម៉ូនទេតែវាក៏ជួយការពារមេជីវិតឈ្មោលពីការត្រូវបំផ្លាញដោយរ៉ាឌីកាល់សេរីផងដែរការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានខ្ញីអាចជួយបង្កើនចំនួនមេជីវិតឈ្មោលបង្កើនសមត្ថភាពក្នុងការផ្លាស់ទីរបស់មេជីវិតធ្វើឲ្យប្រសើរឡើងនៅរូបរាងរបស់មេជីវិតកត្តាទាំងអស់នេះសុទ្ធតែរួមចំណែកបង្កើនឱកាសក្នុងការមានកូនទី2សុខភាពក្រពេញប្រូស្តាតបញ្ហាក្រពេញប្រូស្តាតរីកធំឬអាក្រក់ជាងនេះទៅទៀតគឺជំងឺមហារីកក្រពេញប្រូស្តាតគឺជាកង្វល់ចម្បងរបស់បុរសវ័យចំណាស់ខ្ញីមានសារធាតុផ្សំដែលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកយ៉ាងខ្លាំងក្លាការរលាករ៉ាំរ៉ៃត្រូវបានគេជឿថាជាកត្តាមួយដែលនាំទៅរកបញ្ហាក្រពេញប្រូស្តាតលើសពីនេះទៅទៀតការសិក្សានៅក្នុងបន្ទប់ពិសោធន៍មួយចំនួនបានរកឃើញថាសារធាតុចម្រាញ់ពីខ្ញីអាចជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកក្រពេញប្រូស្តាតបានទៀតផងទោះបីជាត្រូវការស្រាវជ្រាវបន្ថែមលើមនុស្សក៏ដោយ
នេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីសក្តានុពលរបស់ខ្ញីក្នុងការការពារសុខភាពក្រពេញប្រូស្តាតផ្នែកទី3ខ្ញីសុខភាពសាច់ដុំនិងការហាត់ប្រាណសម្រាប់សុភាពបុរសដែលចូលចិត្តការហាត់ប្រាណឬធ្វើការងារដែលត្រូវប្រើកម្លាំងខ្ញីគឺជាមិត្តដ៏ល្អបំផុតរបស់លោកអ្នកទី1កាត់បន្ថយអាការៈឈឺចុករោយសាច់ដុំតើលោកអ្នកតែងតែមានអារម្មណ៍ឈឺចុករោយសាច់ដុំនៅថ្ងៃបន្ទាប់ពីហាត់ប្រាណធ្ងន់ៗដែរឬទេអាការៈនេះត្រូវបានគេហៅថា delay onset muscle soreness ខ្ញីត្រូវបានបញ្ជាក់រួចមកហើយថាមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្ធូរបន្ថយអាការៈឈឺចុករោយនេះសារធាតុ gingerol នៅក្នុងខ្ញីមានឥទ្ធិពលប្រហាក់ប្រហែលនឹងថ្នាំបំបាត់ការឈឺចាប់និងប្រឆាំងការរលាកដូចជា ibuprofen ជាដើមប៉ុន្តែវាជាបែបធម្មជាតិការសិក្សាមួយបានបង្ហាញថាអ្នកដែលទទួលទានខ្ញី2ក្រាមជារៀងរាល់ថ្ងៃអស់រយៈពេល11ថ្ងៃមានការថយចុះយ៉ាងខ្លាំងនៃអាការៈឈឺចុករោយសាច់ដុំដែលបណ្ដាលមកពីការហាត់ប្រាណទី2ពន្លឿនការស្ដារឡើងវិញនៅសាច់ដុំតាមរយៈការកាត់បន្ថយរលាកនិងបង្កើនចរន្តឈាមទៅកាន់សាច់ដុំខ្ញីជួយឲ្យរាងកាយជួសជុលនិងស្ដារឡើងវិញនៅសាច់ដុំដែលខូចខាតដោយសារការហាត់ប្រាណបានលឿនជាងមុននេះមានន័យថាលោកអ្នកអាចត្រឡប់ទៅហាត់ប្រាណវិញបានលឿនជាងមុននិងឃើញលទ្ធផលពីការហ្វឹកហាត់បានល្អជាងមុនទី3បង្កើនសមត្ថភាពក្នុងការហាត់ប្រាណទោះបីជាខ្ញីមិនមែនជាសារធាតុភ្ញូចដោយផ្ទាល់ក៏ដោយប៉ុន្តែតាមរយៈការកាត់បន្ថយអាការៈឈឺចុករោយនិងជួយឲ្យស្ដារកម្លាំងលឿនខ្ញីអាចជួយឲ្យអ្នកអាចហ្វឹកហាត់បានទៀងទាត់ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរាងកាយក្នុងរយៈពេលវែងផ្នែកទី4គុណប្រយោជន៍ទូទៅផ្សេងទៀតនិងរបៀបប្រើប្រាស់ក្រៅពីអត្ថប្រយោជន៍សំខាន់ៗទាំង3ខាងលើខ្ញីក៏មានគុណសម្បត្តិល្អៗជាច្រើនទៀតដូចជាទី1ជំនួយប្រព័ន្ធរំលាយអាហារជួយកាត់បន្ថយអាការៈហើមពោះចុកពោះនិងចង្កួតប្រព័ន្ធរំលាយអាហារល្អគឺជាមូលដ្ឋានគ្រឹះនៃសុខភាពសរុបទី2ពង្រឹងប្រព័ន្ធការពាររាងកាយជួយប្រឆាំងនឹងជំងឺផ្ដាសាយនិងការឆ្លងរោគផ្សេងៗទី3សុខភាពបេះដូងអាចជួយកាត់បន្ថយសម្ពាធឈាមនិងកូលេស្តេរ៉ុលតើគួរទទួលទានខ្ញីដោយរបៀបណាមានវិធីជាច្រើនដែលលោកអ្នកអាចបញ្ចូលខ្ញីទៅក្នុងរបបអាហារប្រចាំថ្ងៃវិធីទី1តែខ្ញីនេះជាវិធីដែលងាយស្រួលនិងពេញនិយមបំផុតគ្រាន់តែហាន់ខ្ញីស្រស់ 2-3 ចំណិតដាក់ចូលទឹកក្តៅអាចបន្ថែមទឹកឃ្មុំឬក្រូចឆ្មាបន្តិចដើម្បីបន្ថែមរសជាតិវិធីទី2ប្រើក្នុងការចម្អិនអាហារប្រើខ្ញីសម្រាប់ការឆាស្ងោរស៊ុបឬប្រឡាក់សាច់វិធីទី3ទឹកខ្ញីស្រស់សម្រាប់អ្នកដែលត្រូវការប្រសិទ្ធភាពខ្លាំងអាចគៀបយកទឹកខ្ញីស្រស់លាយជាមួយផ្លែឈើផ្សេងៗវិធីទី4ប្រភេទម្សៅឬអាហារបំពន់អាចរកទិញបាននៅតាមហាងផលិតផលសុខភាពប៉ុន្តែគួរពិគ្រោះជាមួយអ្នកជំនាញមុនពេលប្រើប្រាស់ប្រសិនបើលោកអ្នកចង់ញ៉ាំក្នុងបរិមាណខ្ពស់សេចក្តីសន្និដ្ឋានសរុបសេចក្តីមកខ្ញីមិនមែនគ្រាន់តែជាគ្រឿងទេសធម្មតានោះទេវាគឺជាកំពូលអាហារពីធម្មជាតិដែលមានគុណប្រយោជន៍ជាក់លាក់និងមានឥទ្ធិពលខ្លាំងសម្រាប់សុខភាពបុរសពីការជួយជំរុញអរម៉ូនតេស្តូស្តេរ៉ូននិងសុខភាពបន្តពូជរហូតដល់ការជួយឲ្យអត្តពលិកស្ដារកម្លាំងបានលឿនជាងមុនខ្ញីពិតជាស័ក្តិសមនឹងត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបរស់នៅប្រចាំថ្ងៃរបស់សុខភាពបុរសគ្រប់រូបយើងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ចំណេះដឹងនិងមានអត្ថប្រយោជន៍ដល់លោកអ្នកកុំភ្លេចសាកល្បងយកខ្ញីទៅប្រើប្រាស់និងចែករំលែកបទពិសោធន៍របស់លោកអ្នកក្នុងប្រអប់ comment ខាងក្រោមសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា